សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះភេរ៉ុំមកពី103ទីកបក្លាប់អញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងបង្ហាញអំពីរបៀបដែលយើងហាត់ដំបងយើងនឹងវាយជាមួយនឹងជញ្ជាំងដើម្បីឲ្យដឹងពីរបៀបឲ្យដងវាជាមួយនឹងគ្រាប់បាល់វាលោតបានរបៀបណាដើម្បីពេលដែលយើងចូលទៅប្រកួតជាក់ស្ដែងគឺយើងនឹងដឹងទទួលបាល់បានឲ្យល្អប្រសើរជាងអ្វីដែលយើងទៅតែចូលទៅភ្លាមបាទឥឡូវគឺយើងនឹងវាយទៅលើជញ្ជាំងអញ្ចឹងរបៀបវាយទៅលើជញ្ជាំងរបស់យើងគឺយើងប្រើ forehand និង backhand ដូចគ្នាអញ្ចឹងនៅពេលដែលគ្រាប់បាល់វាយត្រូវជញ្ជាំងវាធ្លាក់មកដីពេលវាឡងមកយើងវាយទៅជញ្ជាំងវិញអញ្ចឹងជាដំបូងគឺយើងនឹងវាយបែប forehandបន្ទាប់មកទៀតគឺយើងនឹងវាយខាង backhand ម្ដងជាមួយនឹង backhand ហើយយើងនឹងចាស់ដៃហើយមកខាង forehand មកខាង backhandបន្ទាប់ពីយើងរៀនវាយបាល់ធ្លាក់ហើយបានយើងវាយឡើងទៅវិញអញ្ចឹងយើងរបៀបវ៉ាឡេម្ដងអញ្ចឹងវ៉ាឡេគឺយើងមិនឲ្យបាល់វាធ្លាក់ដល់ដីទេគឺយើងវាយហើយពេលដែលបាល់ឡងមកយើងវាយយកតែម្ដងតោះហើយឥឡូវយើងទៅមើលទាំងអស់គ្នាបាទយើងទៅតែរៀនពីរបៀបឲ្យវាយបាល់ជាមួយនឹងជញ្ជាំងអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត